គ្រូនិងមិត្តភក្តិទាំងអស់គ្នាថ្ងៃនេះក្រុមខ្ញុំមកបកស្រាយអំពី assignment មួយដែលតាក់ទងជាមួយនឹង application of Faraday law អូខេអញ្ចឹងដែលដឹកនាំបង្រៀនទៅដោយលោកគ្រូឡុងសវណ្ណហើយមកទៅលើមុខវិជ្ជាដែន electromagnetic និង analog ហ្នឹងហើយអញ្ចឹងក្រុមរបស់ខ្ញុំមានចំនួន4នាក់ទី1គឺក្រឹងផនិតទី2ឧបតរាជហើយទី3គឺហមមុនខៀងទី4គឺសុំសុរាយុទ្ធអញ្ចឹងមុននឹងយើងចាប់ផ្ដើមទៅបកស្រាយយើងទៅមើលពីវត្ថុអំណងដែលក្រុមខ្ញុំគឺដាក់មកគឺទី1គឺFaraday law តាក់ទងជាមួយនឹងច្បាប់ Faraday ហើយទី2គឺ application of Faraday law យើងនឹងបញ្យល់តាក់ទងជាមួយនឹងតើFaraday គឺ apply ទៅលើខ្លះអូខេអញ្ចឹងចំណុចទី3ហ្នឹងគឺនិយាយអំពីការសន្និដ្ឋានឬក៏ចំណុចចុងក្រោយរបស់យើងហ្នឹងអូខេអញ្ចឹងទី1យើងដឹងហើយថាច្បាប់ Faraday លោកគ្រូនៅក្នុងថ្នាក់គាត់បានបង្ហាត់ជើងច្បាស់ហើយប៉ុន្តែឥឡូវនេះដើម្បីខ្ញុំដាក់មកនេះគឺដើម្បីភ្ជាប់ជាមួយនឹងការ apply ព្រោះតែបើយើងអត់ទាន់ច្បាស់អំពីតើច្បាប់ Faraday គឺជាអីទេយើងមិនអាចដឹងថាវា apply បែបម៉េចទេអូខេអញ្ចឹងច្បាប់ Faraday ហ្នឹងគឺពោលឡើងថាកម្លាំងអគ្គិសនីចលករឬ EMF ត្រូវបានបង្កើតឡើងនៅក្នុងរង្វង់បិទនៅពេលដែលមានបម្រែបម្រួលផ្លុចម៉ាញ៉េទិកធៀបទៅនឹងពេលអូខេអញ្ចឹងគេកំណត់សរសេរទៅដោយEMF ឬក៏គេតាំងដោយ epsilon ហ្នឹងវាស្មើជាមួយណានេះតាមពិតទៅយើងអាចសរសេរ E ក៏បាន EMF ក៏បានវាស្មើជាមួយនឹងដក N derivative ផ្លុចធៀបជាមួយនឹងទេហើយដែលអានេះយើងអាចនិយាយថាវាជា EMF ឬក៏កម្លាំងអគ្គិសនីចលករអង្គវីអានេះគឺជាផ្លុចម៉ាញ៉េទិកអញ្ចឹងយើងមកមើលវីដេអូបន្តិចតាក់ទងជាមួយនឹងតើវា apply បែបម៉េចទៅវាដំណើរការបែបម៉េចយើងទៅមើលតាក់ទងវាអូខេអញ្ចឹងយើងឃើញថានៅពេលដែលវាមានដែននេះចាំដេកមេដែកនេះវាបំប្រែប្រួលនៅក្នុងខ្វាញ់ធ្វើឲ្យវាបង្កើតបានដែនម៉ាញ៉េទិកប្រែប្រួលផ្លុចប្រែប្រួលវាបង្កើតបានជាកម្លាំងដែនឲ្យកម្លាំងអគ្គិសនីចលករអង្គវីអូខេអញ្ចឹងយើងទៅមើលចំណុចបន្តទៀតតាក់ទងជាមួយនឹងចំណុចទី2គឺ application of Faraday law អញ្ចឹងចំណុចនេះគឺនិយាយតាក់ទងជាមួយនឹងការ apply មានថាការយកវាមកប្រើប្រាស់អញ្ចឹងចំណុចទី1គឺតាក់ទងជាមួយនឹងម៉ាស៊ីនបង្កើតអគ្គិសនីម៉ាស៊ីនបង្កើតអគ្គិសនីហ្នឹងគឺជាឧបករណ៍មួយដែលបំលែងថាមពលមេកានិកថាមពលខ្យល់ថាមពលអីក៏ដោយគឺបំលែវាបំលែងថាមពលទាំងអស់ហ្នឹងគឺទៅជាថាមពលអគ្គិសនីដោយប្រើគោលការណ៍ electromagnetic induction ហើយវាមានតួនាទីក្នុងការផ្គត់ផ្គង់អគ្គិសនីសម្រាប់ឧស្សាហកម្មនិងជីវភាពជីវិតប្រចាំថ្ងៃដូចផ្ទះយើងនៅក្នុងសប្តាហ៍ណាយើងប្រើភ្លើងដើម្បីបំភ្លឺអីចឹងទៅហើយនឹងទៅទៀតគឺនៅក្នុងរោងចក្រស្ថានរោងចក្រអគ្គិសនីទាំងអស់គឺមានថាការប្រើថាមពលមានថាមពលទឹកមានថាមពលខ្យល់ខ្យូងថ្មមានអីទៀតទៅជាថាមពលមេកានិកហើយថាមពលមេកានិកហ្នឹងវាបំលែងទៅជាថាមពលអគ្គិសនីអីចឹងទៅនេះគឺជាដំណើរការរបស់ម៉ាស៊ីន generator របស់យើងហ្នឹងអញ្ចឹងនៅពេលយើងអាចនិយាយថាថាមពលមេកានិកហ្នឹងវាបំលែងឲ្យធ្វើឲ្យមានកម្លាំងរង្វិលធ្វើឲ្យតួប៊ីននេះវិលនៅពេលដែលតួប៊ីនវិលវាធ្វើឲ្យមិនទៅធ្វើឲ្យពេលដែលវាវិលវាបំរែមានបំរែបំរួលផ្លុចវាបំរែបំរួលផ្លុចវាបង្កើតបានជាកម្លាំងអគ្គិសនីចលករអង្គវីរបស់យើងតែចង់បានហ្នឹងហើយតាមច្បាប់ Faraday ហ្នឹងឯងអូខេអញ្ចឹងអានេះវាមិនជាបញ្ហាទេព្រោះដោយសារវាជា generator ងាយទេយើងយកវាដើម្បីបញ្យល់ឲ្យងាយប៉ុន្តែសម្រាប់ generator ដែលវាធំដែលយើងយកមកប្រើការវាអត់រូបរាងបែបនេះទេអានេះគ្រាន់តែវាជាងាយណាអូខេយើងតចំណុចបន្តទៀតតាក់ទងជាមួយនឹងទី2គឺ transferអូខេអញ្ចឹងយើងដឹងថា transfer នេះគឺជាឧបករណ៍អគ្គិសនីដ៏សំខាន់មួយដែលអនុវត្តទៅលើច្បាប់ Faraday ហ្នឹងគឺដើម្បីបំលែងតង់ស្យុងនិងចរន្តការបំលែងតង់ស្យុងនេះយើងអាចនិយាយបានថាតម្លើងឬក៏តម្លាក់យើងអាចនិយាយថា stand up ឬក៏ stand down អូខេអញ្ចឹងយើងដឹងថាសារៈសំខាន់របស់ transfer នេះគឺដើម្បីឲ្យអនុញ្ញាតឲ្យបញ្ជូនចរន្តអគ្គិសនីចម្ងាយឆ្ងាយដោយមានការបាត់បង់តិចនិងមានប្រសិទ្ធភាពខ្ពស់ហើយយើងដឹងថាដំណើរការរបស់ transfer បែបម៉េចអញ្ចឹងនៅពេលដែលដំណើរការរបស់វានេះគឺនៅពេលដែលចរន្តខ្លះរបស់យើងហ្នឹងវាមាននៅក្នុងរបងទី1បង្កើតបានដែនម៉ាញ៉េទិកហ្នឹងវាមានថាវាមានបំរែបំរួលដែនម៉ាញ៉េទិកអញ្ចឹងវាបង្កើតបានឲ្យមានបំរែបំរួលផ្លុចដែរអញ្ចឹងបំរែបំរួលផ្លុចវាឆ្លងកាត់នៅក្នុងស្នូដែកហ្នឹងវាទៅដល់របងទី2យើងដឹងថាច្បាប់ Faraday យើងមានបំរែបំរួលផ្លុចធៀបនឹងពេលអញ្ចឹងនៅពេលដែលវាមានបំរែបំរួលផ្លុចនៅឆ្លងកាត់របងទី2យើងដឹងថាវាបង្កើតបានទៅជាកម្លាំងអគ្គិសនីចលករអង្គវីអញ្ចឹងនេះគឺជាការ apply ទៅលើ transfer អញ្ចឹងចំណុចរបស់ខ្ញុំមានតែប៉ុណ្្នឹងទេសូមឲ្យបន្តឲ្យមិត្តភក្តិខ្ញុំបន្តទៀតពីខ្ញុំទៅទៀតគឺចំណុចទី3 motor ឬក៏ induction motor motor induction motor គឺជា motor អគ្គិសនីប្រភេទ AC ដែលមានការបង្កើតកម្លាំងវិលដោយប្រើអង្គរចង់ electromagnetic សារៈសំខាន់របស់វាប្រើក្នុងម៉ាស៊ីនត្រជាក់ម៉ាស៊ីនបោកអាវឧបករណ៍វិស្វកម្មនិងរថយន្តអគ្គិសនីអញ្ចឹងយើងមកមើលដំណើរការរបស់វាដំណើរការនៅពេលដែលចរន្ត AC ចូលឆ្លងកាត់ខ្វែងបង្កើតជាដែនអគ្គិសនីធ្វើឲ្យរត់ទៅវា
Rhetorical sound like for buôn buôn chạy interaction hitting hấp thấp AC ជាចែកជាដែលប្រើអង្គុយឆ្លងអេឡិចត្រូម៉ាញ៉េទិកដើម្បីម្លែកថាពលអគ្គិសនីទៅជាកម្ដៅតែប្រយោជន៍វាមានដូចជាប្រើក្នុងផ្ទះបាយដូចចង្ក្រានអគ្គិសនីនិងនៅក្នុងឧស្សាហកម្មដូចជាសម្រាប់ដុតដីឥឡូវនេះខ្ញុំនិយាយពីដំណើរការរបស់វាម្ដងវាដំណើរការបាននៅពេលដែលមានចរន្ត AC ចូលទៅក្នុងខ្វាញ់បង្កើតឲ្យមានដែនម៉ាញ៉េទិកEMF កើតនៅក្នុងដែកឬស្ពាន់នាំឲ្យកម្ដៅកើតឡើងដោយ eddy current យើងចូលមកដល់ចំណុចទី5សាកថ្មគ្មានខ្សែ wireless charge យើងដឹងហើយថា wireless charge គឺជាវិធីសាកថ្មឧបករណ៍ដ៏មិនចាំបាច់ប្រើខ្សែប៉ុន្តែសប្តាហ៍ថ្ងៃនេះគេអាចប្រើប្រាស់បានសម្រាប់ទូរស័ព្ទរថយន្តនិងមធ្យោបាយផ្សេងៗទៀតឥឡូវយើងមកដឹងអំពីដំណើរការរបស់វាម្ដងយើងដឹងហើយថា wireless charge គឺវាមានខ្វាញ់របុំចំនួន2គឺរបុំទី1នៅក្នុងកន្លែងផ្គត់ផ្គង់និងរបុំទី2នៅកន្លែងគ្រឹះទទួលនៅពេលដែលចរន្តឆ្លងកាត់របុំទី1បង្កើតបានជាដែនអគ្គិសនីឆ្លងកាត់ទៅរបុំទី2បង្កើតបានទៅជាកម្លាំងអគ្គិសនីចលករអង្គនវីស្របតាមច្បាប់ Faraday មកយើងចូលមកដល់ចំណុចទី6គឺ electric guitar pick up យើងដឹងថា electric guitar pick up ហ្នឹងគឺជាហ្គីតាមួយដែលបំលែងថាមពលអគ្គិសនីទៅជាសំឡេងបើយើងចូលមកដល់ការដំណើរការនៃការបញ្ចេញសំឡេងរបស់ guitar pick electric guitar pick up ទាំងអស់គ្នាយើងដឹងថា magnet បង្កើតដែន magnetic ហើយនៅពេលដែលយើងកេះខ្សែភ្លេងធ្វើឲ្យរំញោចដែន magnetic ធ្វើឲ្យខ្វាញ់របស់យើងទទួលបានចរន្តអគ្គិសនីហើយនៅពេលដែលទទួលបានចរន្តអគ្គិសនីយើងបូកជាមួយនឹង ampli speaker នឹងបំលែងទៅចរន្តទៅជាសំឡេងតោះអញ្ចឹងខ្ញុំបន្តចំណុចរបស់មិត្តភក្តិខ្ញុំបន្តទៀតតើទៅជាមួយនឹង conclusion about Faraday law អញ្ចឹងយើងដឹងហើយថា Faraday law ហ្នឹងof electromagnetic induction ហ្នឹងគឺជាមូលដ្ឋានគ្រឹះនៃបច្ចេកវិទ្យាអគ្គិសនីទំនើបមួយជាមូលដ្ឋាននៃការចាប់ផ្ដើមបង្កើតថាមពលរហូតមកដល់ការសាកថ្មគ្មានខ្សែអញ្ចឹងយើងដឹងថាវាបញ្យល់ពីរបៀបនៃការដំណើរការផ្លាស់ប្ដូរលំហូរម៉ាញ៉េទិកហ្នឹងបង្កឲ្យមានកម្លាំងអគ្គិសនីឆ្កល់ដែលអនុញ្ញាតឲ្យផលិតអគ្គិសនីនិងអនុញ្ញាតរាប់មិនអស់ដែលយើងប្រើជារៀងរាល់ថ្ងៃនឹងដោយគ្មាន Faraday គឺគ្មានអគ្គិសនីដល់សប្តាហ៍ថ្ងៃនេះទេអញ្ចឹងយើងដឹងហើយថាលោក Faraday ពិតជាស្ងប់ស្ងាត់គាត់មែនទែនព្រោះដោយសារគាត់បានបង្កើតអគ្គិសនីឧបករណ៍អគ្គិសនីផ្សេងៗដែលអនុវត្តទៅលើច្បាប់គាត់ហ្នឹងអូខេហើយអញ្ចឹងចំណុចទី4នេះគឺតាក់ទងជាមួយនឹង reference របស់វាតាក់ទងជាមួយនឹងឯកសារយោងអញ្ចឹងខ្ញុំបានដកស្រង់ចេញពី website មួយចំនួនតាក់ទងជាមួយនឹងសភៅផ្សេងៗដែលខ្ញុំបានទៅចែកនៅខាងនេះអូខេអញ្ចឹងក្រុមរបស់ខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណលោកគ្រូនិងមិត្តភក្តិទាំងអស់គ្នាដែលទស្សនាមកដល់ចុងបញ្ចប់នេះសូមអរគុណជម្រាបលា